សូមស្វាគមន៍មកកាន់ Channel ស្ដាប់ជុំគ្នាទីកន្លែងដែលយើងមកជួបជុំគ្នាដើម្បីដកដង្ហើមនិងស្វែងរកកម្លាំងចិត្តក្នុងដំណើរជីវិតខ្ញុំចង់សួរអ្នកនៅសំណួរសាមញ្ញមួយតើអ្នកកំពុងរស់នៅក្នុងជីវិតដែលអ្នកចង់បានឬអ្នកកំពុងរស់នៅក្នុងជីវិតដែលខួរក្បាលរបស់អ្នកប្រាប់ថាអ្នកអាចធ្វើបាននៅក្នុងខ្លួនរបស់យើងម្នាក់តែងតែមានសម្លេងមួយរងចាំខ្សឹបប្រាប់យើងរាល់ពេលដែលយើងចង់សាកល្បងអ្វីមួយថ្មីសម្លេងនោះច្រើនតែនិយាយថាកុំធ្វើអីឯងមិនទាន់ពូកែគ្រប់គ្រាន់ទេរឿងនឹងធំណាស់ឯងធ្វើមិនកើតទេចាំមើលគេសិនឯងគ្មានដើមទុនគ្មានសមត្ថភាពដូចគេឡើយសម្លេងរិះគន់ខាងលើនេះជារឿយតែងតែសាងសង់ជញ្ជាំងមើលមិនឃើញមួយមកឃុំឃាំងយើងវាប្រាប់យើងថាដែនកំណត់របស់យើងនៅត្រឹមនេះឯងប៉ុន្តែថ្ងៃនេះខ្ញុំចង់មកប្រាប់អ្នកដោយក្តីស្រឡាញ់និងភាពជឿជាក់បំផុតថាអ្នកពិតជាអាចធ្វើបានលើសពីអ្វីដែលអ្នកកំពុងគិតនៅពេលនេះសូមអង្គុយចុះឲ្យបានស្រួលបណ្ដោយឲ្យចិត្តស្ងប់ហើយយើងនឹងទៅស្វែងយល់ជាមួយគ្នាថាតើហេតុអ្វីបានជាមានសមត្ថភាពខ្លាំងជាងអ្វីដែលអ្នកកំពុងតែជឿនៅក្នុងចិត្តសាស្ត្រមានពាក្យមួយឃ្លាដែលសំខាន់ខ្លាំងណាស់គឺជំនឿដែលកម្រិតខ្លួនឯងវាគឺជាផ្នត់គំនិតឬការសន្និដ្ឋានដែលអ្នកបង្កើតឡើងមកកាត់ក្តីខ្លួនឯងដោយផ្អែកលើការបរាជ័យក្នុងអតីតកាលឬសម្ដីរបស់អ្នកដទៃខួរក្បាលរបស់មនុស្សយើងមានមុខងារចម្បងមួយគឺការពារយើងឲ្យមានសុវត្ថិភាពវាមិនចូលចិត្តភាពមិនច្បាស់លាស់ទេវាមិនចូលចិត្តការប្រថុយប្រថានទេដូច្នេះរាល់ពេលដែលអ្នកចង់លោតចេញពីតំបន់សុខស្រួលខួរក្បាលរបស់អ្នកនឹងបង្កើតរឿងរ៉ាវគួរឲ្យខ្លាចរាប់រយដើម្បីបង្ខំឲ្យអ្នកឈប់នៅមួយកន្លែងអ្នកចិត្តសាស្ត្របានរកឃើញបាតុភូតមួយហៅថាភាពអស់សង្ឃឹមដែលបានរៀនសូត្រវាគឺជាស្ថានភាពដែលមនុស្សម្នាក់ជឿជាក់ថាខ្លួនឯងគ្មានសមត្ថភាពផ្លាស់ប្ដូរស្ថានភាពជុំវិញខ្លួនបានឡើយព្រោះតែធ្លាប់ឆ្លងកាត់ការខកចិត្តពីមុនមកប៉ុន្តែការពិតគឺដែនកំណត់ដែលអ្នកមាននៅថ្ងៃនេះវាមិនមែនជាការពិតប្រាកដនោះទេវាគ្រាន់តែជាការពិតដែលអ្នកបង្កើតឡើងក្នុងចិត្តប៉ុណ្ណោះនៅពេលអ្នកផ្លាស់ប្ដូរការគិតសមត្ថភាពពិតរបស់អ្នកនឹងត្រូវបានដោះលែងដើម្បីឲ្យយើងមើលឃើញរូបភាពនេះកាន់តែច្បាស់ខ្ញុំចង់ចែករំលែកនៅឧទាហរណ៍ជាក់ស្ដែងចំនួន2មួយជាច្បាប់ធម្មជាតិនិងមួយទៀតជាដំណើររឿងរបស់មនុស្សជាតិឧទាហរណ៍ទី1រឿងប្រៀបប្រដូចនៃសត្វដំរីនិងខ្សែចំណងតូចតើអ្នកធ្លាប់ទៅមើលសៀកហើយឃើញសត្វដំរីដ៏ធំសម្បើមមួយកំពុងឈរស្ងៀមដោយមានខ្សែពួរតូចមួយចងជើងរបស់វាជាប់នឹងបង្គោលឈើតូចមួយដែរឬទេតាមពិតទៅជាមួយនឹងកម្លាំងដ៏មហិមារបស់វាដំរីនោះគ្រាន់តែដើរចេញមួយជំហានវានឹងដាច់ខ្សែពួរនោះភ្លាមប៉ុន្តែហេតុអ្វីបានជាវាមិនធ្វើចម្លើយគឺនៅពេលដែលដំរីនោះនៅជាកូនដំរីតូចខ្លាំងម្ចាស់របស់វាបានយកខ្សែពួរដដែលនោះមកចងជើងវានៅពេលនោះកូនដំរីតូចមិនទាន់មានកម្លាំងគ្រប់គ្រាន់ទេវាក៏ព្យាយាមរងំរុលទាញខ្សែនោះរាប់រយដងតែនៅតែមិនដាច់យូរទៅខួរក្បាលរបស់កូនដំរីនោះក៏ចាប់ផ្ដើមរៀនសូត្រនិងជឿជាក់ថាខ្សែពួរនេះខ្លាំងជាងខ្ញុំគ្មានផ្លូវទាញវាដាច់ឡើយឆ្នាំខែបានកន្លងផុតទៅកូនដំរីបានធំធាត់ជាដំរីយក្សដែលមានកម្លាំងបំបែកភ្នំបានប៉ុន្តែដោយសារតែជំនឿដែនកំណត់ក្នុងខួរក្បាលរបស់វានៅដដែលទើបវាគិតថាវាធ្វើមិនបានចុះខ្លួនអ្នកវិញតើអ្នកកំពុងមានខ្សែពួរក្នុងចិត្តណាខ្លះដែលចងជើងអ្នកទុកតើវាជាសម្ដីរិះគន់របស់គ្រូឬមិត្តភ័ក្តិកាលពី10ឆ្នាំមុនតើវាជាការបរាជ័យក្នុងអាជីវកម្មលើកដំបូងរបស់អ្នកចូលដឹងខ្លួនចុះថាថ្ងៃនេះអ្នកមិនមែនជាកូនដំរីខ្សោយកាលពីអតីតកាលទៀតទេអ្នកបានរីកចម្រើនហើយអ្នកមានកម្លាំងលើសពីអ្វីដែលអ្នកគិតឧទាហរណ៍ទី
ដំណើរចេញរកស៊ីនិងការបង្កើតមាតិកាពីចំណុចសូន្យចូលស្រមៃដល់មនុស្សម្នាក់ដែលចង់បង្កើតអាជីវកម្មលក់ម្ហូបអាហារ delivery ផ្ទាល់ខ្លួនឬចង់ក្លាយជា content creator ដើម្បីបង្កើតវីដេអូអប់រំនៅលើបណ្ដាញសង្គមនៅថ្ងៃដំបូងចិត្តរបស់គាត់ប្រាប់ថាឯងមិនចេះនិយាយទេឯងមិនចេះកាត់តវីដេអូទេឯងគ្មានចំណេះដឹងទីផ្សារទេប្រសិនបើគាត់ជឿលើសំឡេងនោះគាត់ច្បាស់ជាមិនព្រមចុចប៊ូតុង record វីដេអូដំបូងឬមិនហ៊ានធ្វើការផ្សព្វផ្សាយលក់ម្ហូបអាហារដំបូងឡើយប៉ុន្តែចុះយ៉ាងណាប្រសិនបើគាត់សម្រេចចិត្តសាកល្បងទាំងក្តីបារម្ភសប្តាហ៍ទី1វីដេអូដំបូងនិយាយរអាក់រអួលមុខម្ហូបដំបូងមានការកំង2ទៅ3ប៉ុណ្ណោះខែទី3តាមរយៈការធ្វើរាល់ថ្ងៃខួរក្បាលចាប់ផ្ដើមរកឃើញដំណោះស្រាយគាត់ចាប់ផ្ដើមយល់ពីរបៀបសរសេរ script របៀបនិយាយឲ្យមានការតាក់ទាញនិងរបៀបគ្រប់គ្រងការដឹកជញ្ជូនឆ្នាំទី1គាត់ក្រឡេកមើលត្រឡប់ក្រោយគាត់ភ្ញាក់ផ្អើលនឹងខ្លួនឯងថាគាត់អាចគ្រប់គ្រងបុគ្គលិកបានគាត់អាចនិយាយនៅមុខកាមេរ៉ាដោយមានទំនុកចិត្តនិងមានមនុស្សរាប់ម៉ឺននាក់គាំទ្រប្រសិនបើអ្នកទៅសួរគាត់កាលពី1ឆ្នាំមុនថាតើអ្នកជឿថាខ្លួនឯងអាចធ្វើរឿងនេះបានទេគាត់ច្បាស់ជាឆ្លើយថាមិនអាចទេនេះហើយជាភស្តុតាងដែលបង្ហាញថាសមត្ថភាពរបស់យើងមិនមែនជារបស់ថេរនោះទេវារីកធំធាត់ទៅតាមសកម្មភាពរបស់យើងអ្នកមិនចាំបាច់ត្រូវតែពូកែទើបចាប់ផ្ដើមនោះទេប៉ុន្តែអ្នកត្រូវចាប់ផ្ដើមទើបអ្នកអាចក្លាយទៅជាមនុស្សពូកែបានពេលនេះតើយើងត្រូវធ្វើដូចម្តេចដើម្បីបំបែកជញ្ជាំងដែនកំណត់ទាំងនោះនេះគឺជាជំហានជាក់ស្ដែងទាំង3ដែលផ្អែកលើចិត្តសាស្ត្រវិជ្ជមាន1បដូរប្រយោគសំណួរនៅក្នុងខួរក្បាលរាល់ពេលដែលអ្នកជួបបញ្ហាប្រឈមជំនួសឲ្យការសួរខ្លួនឯងថាចុះបើខ្ញុំធ្វើទៅបរាជ័យចូលបង្ខំខួរក្បាលរបស់អ្នកឲ្យមានសំណួរសួរថ្មីវិញថាចុះបើខ្ញុំធ្វើវាបានជោគជ័យតើជីវិតខ្ញុំនឹងអស្ចារ្យប៉ុណ្ណាឬតើមានវិធីណាខ្លះដែលអាចជួយឲ្យខ្ញុំរៀនធ្វើរឿងនេះបានការបដូរសំណួរគឺជារបៀបដែលអ្នកបញ្ជាខួរក្បាលឲ្យស្វែងរកដំណោះស្រាយជំនួសឲ្យការស្វែងរកលេសដើម្បីចុះចាញ់2ប្រើប្រាស់ទ្រឹស្ដីមិនទាន់នៅពេលដែលអ្នកធ្វើអ្វីមួយមិនទាន់បានល្អកុំនិយាយថាខ្ញុំមិនពូកែខាងរឿងនេះទេចូលថែមពាក្យពីរម៉ាត់ថាខ្ញុំមិនទាន់ពូកែខាងរឿងនេះទេពាក្យថាមិនទាន់ផ្ដល់សញ្ញាទៅឲ្យខួរក្បាលថានេះគ្រាន់តែជាស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះវានៅមានឱកាសអភិវឌ្ឍទៅមុខទៀតនៅថ្ងៃស្អែក3បង្កើតជ័យជំនះតូចៗដើម្បីបញ្ឆោតខួរក្បាលកុំទាន់អាលដាក់គោលដៅធំធេងពេករហូតដល់ថប់អារម្មណ៍បើចង់សរសេរសៀវភៅឬសរសេរ script វែងៗចូលចាប់ផ្ដើមពីការសរសេរឲ្យបានត្រឹម1កថាខណ្ឌក្នុងមួយថ្ងៃនៅពេលដែលអ្នកសម្រេចបានគោលដៅតូចៗខួរក្បាលនឹងបញ្ចេញសារធាតុដែលជាសារធាតុនៃក្តីសុខនិងមោទនភាពវាជួយកសាងទំនុកចិត្តម្ដងមួយកម្រិតរហូតដល់អ្នកលែងខ្លាចគោលដៅធំទៀតហើយអ្នកស្ដាប់ជាទីស្រឡាញ់ដែនកំណត់តែមួយគត់ដែលមាននៅក្នុងជីវិតរបស់អ្នកគឺដែនកំណត់ដែលអ្នកព្រមទទួលយកវាមកដាក់ក្នុងចិត្តប៉ុណ្ណោះកុំឲ្យអតីតកាលមកកាត់ក្តីអនាគតរបស់អ្នកកុំឲ្យការភ័យខ្លាចមកធ្វើជាអ្នកបើកបរនាវានៃជីវិតរបស់អ្នកឡើយអ្នកមានសមត្ថភាពវៃឆ្លាតជាងអ្វីដែលអ្នកដឹងមានភាពរឹងមាំជាងអ្វីដែលអ្នកធ្លាប់បានបង្ហាញនិងមានសក្តានុពលលើសពីអ្វីដែលអ្នកកំពុងគិតនៅវិនាទីនេះទៅទៀតមុននឹងយើងបិទទំព័រសៀវភៅសម្លេងនៅថ្ងៃនេះខ្ញុំមានសំណួរដ៏សំខាន់មួយចង់សួរទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងបានឃើញចម្លើយរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមតើមានគោលដៅឬក្តីស្រមៃមួយណាដែលអ្នកធ្លាប់គិតថាខ្លួនឯងធ្វើមិនបានប៉ុន្តែថ្ងៃនេះ
អ្នកសម្រេចចិត្តថានឹងសាកល្បងបោះជំហានដំបូងដើម្បីវាចូលសរសេរវាចេញមកចុះបញ្ចេញមតិឲ្យពិភពលោកបានដឹងហើយឲ្យសហគមន៍យើងបានដឹងដើម្បីជាសាក្សីនៃការចាប់ផ្ដើមដំណើរថ្មីរបស់អ្នកអរគុណសម្រាប់ការស្ដាប់ Channel ស្ដាប់ជុំគ្នានៅថ្ងៃនេះចូលជឿជាក់លើជំហានខ្លួនឯងជួបគ្នានៅវគ្គក្រោយជាមួយនឹងកំណែប្រែជីវិតថ្មីដ៏អស្ចារ្យរបស់អ្នកសូមអរគុណ